តើ hello សួស្តីអ្នកគ្នាបាទហើយថ្ងៃនេះដែរបាទគឺមកបរៀនពីរបៀប live លើទូរស័ព្ទណាអ្នកគ្នា live លើទូរស័ព្ទហ្នឹងនៅក្នុងកម្មវិធីមួយបាទយើង iPhone គឺយើងអាច live បានAndroid គឺយើងអាច live បានដែរហើយមុននឹងចូលដល់វីដេអូបរៀនអ្នកគ្នាជួយចុច subscribe ម្នាក់មួយផងអ្នកគ្នាហើយកម្មវិធីនេះមានឈ្មោះថា Prim Live ចឹងណាអ្នកគ្នាកម្មវិធី Prim Live ហ្នឹងយើងធ្វើការទៅ download បាននៅក្នុង App Store ចឹងអ្នកគ្នាគ្រាន់តែចូល App Store មកហើយអ្នកគ្នាចុចកន្លែង search វាយពាក្យថា Prim Live ចឹងP O I ហើយនៅវាចេញមកអ្នកគ្នា Prim Live ហ្នឹងហើយបើអ្នកគ្នាមិនទាន់ down ទេវាចុចវា load ពាក្យតា git អញ្ចឹងខ្ញុំ download ហើយអញ្ចឹងវាចេញពាក្យថា open ហើយយើងអាច download វាបានអ្នកគ្នាកម្មវិធីហ្នឹងគឺវា free ទេអ្នកគ្នាតែបើយើងចង់ដាក់ pro ក៏បានដែរឥឡូវយើងធ្វើការចុច open មកអ្នកគ្នាយើងធ្វើការចុច open ដើម្បីចូលទៅក្នុងកម្មវិធីហ្នឹងនេះគឺខ្ញុំ log in log អីហើយឥឡូវខ្ញុំធ្វើការ log out ចេញវិញសិនដើម្បីធ្វើជាវីដេអូឲ្យអ្នកទាំងអស់គ្នាមើលចឹងឥឡូវខ្ញុំធ្វើការ log out ចេញសិនlog out ចេញហើយអ្នកគ្នាចូលមកដំបូងគឺវា load ចេញជាផ្ទាំងបែបនេះអ្នកគ្នា load ចេញជាផ្ទាំងបែបហ្នឹងអ្នកគ្នាចង់ connect ជាមួយ Facebook ក៏បាន connect ជាមួយ Gmail ក៏បានដែរអ្នកគ្នាអញ្ចឹងខ្ញុំ recommend ឲ្យអ្នកគ្នា connect ជាមួយ Gmail ក៏បាន Facebook ក៏បានដែរពីរហ្នឹងបើខាងក្រោមទៀតគឺប្រហែលជាអ្នកគ្នាអត់មានអញ្ចឹងណាអញ្ចឹងយើងធ្វើការ connect ជាមួយ Gmail តែម្ដងទៅហើយយើងធ្វើការវាយ password ចូលអ្នកគ្នាវាទាមទារ password Gmail យើងអញ្ចឹងយើង connect យើងត្រូវចាំ password Gmail ដែរអញ្ចឹងយើងវាយ password Gmail ចូលមកបាទអានេះគឺវា load ទៅទូរស័ព្ទខ្ញុំមួយទៀតដែលមាន Gmail នឹងដែរវា load ឲ្យយើងទទួលថា log out ហ្នឹងជាទូរស័ព្ទរបស់យើងឥឡូវយើងធ្វើការចុចទទួលសិនមកចុចទទួលនៅក្នុងទូរស័ព្ទមួយទៀតបើសិនជាអ្នកគ្នាអត់ដាក់ Gmail នៅក្នុងទូរស័ព្ទមួយទៀតទេគឺវាអត់ load ចឹងទេអញ្ចឹងគឺគ្រាន់ connect ទៅចូលហើយមកដល់កន្លែងនេះ connect ហើយគឺវា load ចេញជាបែបនេះអ្នកគ្នាគ្រាន់តែអានការណែនាំរបស់គេអញ្ចឹងណាអ្នកគ្នាអស់ចោះអស់ឡើងមកអស់មកដើម្បីថាយើងអស់ឥឡូវយើងធ្វើការអស់មួយដើម្បីវា load ហើយយើងអស់ហើយយើងចាំបន្តិចទៅវា load វា load ពី agree ហើយយើងចុច agree ហ្នឹងមកវាមកដល់ទម្រង់បែបនេះអ្នកគ្នាដល់ទម្រង់បែបហ្នឹងគឺយើងធ្វើការចុចពាក្យថានេះអាហ្នឹងយើង live អាចថាយើង live កាមេរ៉ាបើកកាមេរ៉ាក៏យើងអាចដាក់ filter វាឲ្យបានដែរ live តាម page ចឹងណាអ្នកគ្នាយើងអាចដាក់ filter បានហើយសម្រាប់ការ live ដាក់ background live ដាក់តែ background អ្នកគ្នាអាចធ្វើការចុចកន្លែងហ្នឹងហើយអ្នកគ្នាចុចនៅលើអារូប16.9 ហ្នឹងមកអ្នកគ្នាចុចលើអាហ្នឹងហើយវា load មកតម្រងបែបនេះដើម្បីយើង add រូបដាក់លើអញ្ចឹងណាអ្នកគ្នា add រូបចូលឥឡូវយើង zoom វាឲ្យស្មើឲ្យពេញអេក្រង់ហើយយើងធ្វើការចុចពាក្យកន្លែងពាក្យ add រូបហ្នឹងហើយអ្នកគ្នា add រូបមកហើយយើង add background ដែលយើងចង់ live ហ្នឹងមកអ្នកគ្នាហើយខ្ញុំលើកឧទាហរណ៍ background ដែលខ្ញុំ live រាល់ដងអ្នកគ្នាយើងគ្រាន់តែចុច break វាឲ្យពេញឲ្យស្មើជាមួយនឹងអេក្រង់ទំហំ live របស់គេមកគឺវារួចរាល់យើងធ្វើការចុចថយក្រោយវិញវាមកដល់តម្រងបែបនេះអ្នកគ្នាវាមកដល់តម្រងបែបហ្នឹងអ្នកគ្នាចុចផ្អៀងចុចធ្វើម៉េចឲ្យវាផ្អៀងកើតអ្នកគ្នាមើលសម្រាប់ iPhone យើងចុចអាកន្លែងហ្នឹងមកវាផ្អៀងកើតហើយឥឡូវបន្ទាប់មកយើង connect page បាទអ្នកគ្នាយើងចុចអារូបវីដេអូហ្នឹងមកហើយវាមកដល់កន្លែងនេះយើងធ្វើការចុច connect ជាមួយ Facebook ដែលយើងកាន់ page ណាគ្នា Facebook ដែលមាន page នៅក្នុងហ្នឹងយើងធ្វើការ connect មកឥឡូវយើងធ្វើការទៅ log out Facebook សិនណាគ្នា log out ចូល Facebook ដែលខ្ញុំមាន page ហ្នឹងនេះបាទគឺយើង log out បានហើយឥឡូវយើងធ្វើការចូលទៅ connect មួយសារទៀតណាគ្នាធ្វើម៉េចឲ្យ Facebook យើងនៅក្នុង account ហ្នឹងមកហើយយើងធ្វើការ connect មួយសារទៀតមកយើងចុច continue វាមកដល់កន្លែងនេះយើងចុចបន្តមកហើយមកដល់កន្លែងនេះយើងចុចបន្តទៀតមកណាគ្នាអញ្ចឹងគឺយើងធ្វើការអាច live បាននៅលើ Facebook page ហ្នឹងហើយណាគ្នាវាយលើ Facebook ក៏បាន page ក៏បានដែរណាគ្នាឥឡូវវាធ្វើការឲ្យយើងចុច connect បើសិនជាយើងចង់ live Facebook យើងចុច Facebook មកតែបើសិនជាយើងចង់ live page យើងគ្រាន់តែធ្វើការចុចពីលើរូប Facebook ហ្នឹងមកបាទអ្នកគ្នាចុចពីលើរូប Facebook ហ្នឹងមកដើម្បីឲ្យយើងទៅដាក់ connect page ណាគ្នាមិន connect page ទេគឺយើង live មកដើម្បីឲ្យវា យើងចង់ live នៅក្នុង page អញ្ចឹងយើងអត់ត្រូវការ live នៅ Facebook ទេយើងធ្វើការចុចអាខាងសញ្ញាព្រួយខាងក្រោមហ្នឹងមកណាគ្នាហើយយើងរើស page ដែលយើងចង់ live ហើយយើងចង់ live page ណាយើងរើស page ហ្នឹងមកណាគ្នាឥឡូវយើងធ្វើការរើសឧទាហរណ៍ page នេះមួយសិនហ្នឹងហើយណាគ្នាយើងធ្វើការអានេះបើសម្រាប់យើងរើស page ហើយឥឡូវយើងធ្វើការដាក់ caption បាទ caption ដែលយើង live ហ្នឹងយើង live ដាក់ caption ថាម៉េចណាគ្នាយើង live ដាក់ caption ថាម៉េច
ឥឡូវយើងលើកឧទាហរណ៍ដាក់ caption ធម្មតាសិនមកណាហ្នឹងបន្ទាប់ពីយើងដាក់ caption ហើយយើងសរសេរ caption វាមកហ្នឹងហើយយើងសរសេរ caption យើងដាក់មិនក៏បានដែរនឹងលើបងប្អូនចង់ដាក់នេះណាហើយយើងធ្វើការចុចពាក្យថាយើងដាក់ caption ហើយយើងចុចពាក្យ share បាទ share លើខាងលើហ្នឹងមកចុចពាក្យ share ហើយបន្ទាប់មកខ្ញុំកំពុងតែ record អញ្ចឹងវាអាចឲ្យយើងចុចបើក live បានទេអ្នកគ្នាអញ្ចឹងយើងកំពុងតែ record ហ្នឹងបើសិនជាបងប្អូនអត់ record ទេវាមានកន្លែងហ្នឹងវាមានឃើញរូបកន្លែងហ្នឹងបងប្អូនគាត់ចុចមកគឺ record បានហើយអញ្ចឹងណាអ្នកគ្នាបើក live បានហើយបើសិនជាបងប្អូនចុចហើយបើក live បានហើយហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងណាអ្នកគ្នាអញ្ចឹងបើអ្នកគ្នាចូលចិត្តនៅវីដេអូនេះអ្នកគ្នាកុំភ្លេចជួយចុច like និងចុច subscribe ម្នាក់មួយផងអ្នកគ្នាអូខេបាយបាយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ចា៎ណាអ្នកគ្នា